espresso cà phê មានបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំ espresso ដូចខ្ញុំឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូរពី americano ខ្ញុំមកញ៉ាំជា espresso ម្ដងគឺជាកាហ្វេសុទ្ធយកតែម្ដង 100% ខ្ញុំញ៉ាំធ្វើ americano អត់ស្ករឯងបងប្អូនប៉ុន្តែឥឡូវនេះគឺខ្ញុំបាន update ខ្លួនឯងមកញ៉ាំថែរក្សាសុខភាពរបស់យើងក៏បានញ៉ាំ espresso ម្ដងហើយនិយាយទៅថាមើលកាហ្វេយើងវិញអូនិយាយទៅថាខ្ទិះហ្មងបងប្អូនអ្នកដែលចូលចិត្តញ៉ាំកាហ្វេគឺដឹងតែម្ដងដឹងខ្ទិះហើយយើងក៏មានកន្លែងអង្គុយលេងខាងក្រៅសម្រាប់បងប្អូនដែលគាត់ចូលចិត្តជក់ប្រៃអីអាចទៅជក់នៅខាងក្រៅបានខាងខ្ញុំក៏មានទទួលបិទ logo ដែរបងប្អូនចង់បន្សល់អនុស្សាវរីយ៍អីអាចមកបានហើយមានសភៅសម្រាប់អានហើយមានការ decor តាមអញ្ចឹងបន្តិចបន្តួចអញ្ចឹងហើយសម្រាប់បរិយាកាសនៅហាងរបស់ខ្ញុំគឺវារៀងគួរសមដែរវាមិនសូវជាថ្លង់ឬក៏វាមិនសូវជាស្ងាត់អីហ្មងទេហើយក៏យើងមានដាក់អុកឲ្យភ្ញៀវលេងហើយឥឡូវនេះក៏ខ្ញុំបាន update ហាងខ្លួនឯងបាន update ចេញពីកែវកាហ្វេជ័រមកដាក់ជាកែវកាហ្វេថ្មសម្រាប់ភ្ញៀវដែលគាត់ញ៉ាំនៅហាងញ៉ាំនៅទីតាំងកាហ្វេផ្ទាល់ហ្មងគឺយើងកាត់បន្ថយសម្រាប់បានមកកម្រិតដែរបងប្អូនសម្រាប់ឈុតនេះគឺខ្ញុំដាក់គ្រឿងផ្សំគោលឲ្យសម្រាប់អតិថិជនណាបងប្អូនពេលដែលមកញ៉ាំអីចឹងទៅគឺយើងអាចលាយគ្រឿងផ្អែមមិនផ្អែមអីតាមចំណង់ចំណូលចិត្តរៀងខ្លួនទៅបងប្អូនក៏វាជួយ sell នៅសម្រាប់របស់យើងកុំឲ្យមានសម្រាប់ច្រើនផងដែរក៏វាចំណុចល្អមួយយ៉ាងដែរបងប្អូនដូចខ្ញុំញ៉ាំនេះគឺវារៀងស្ទើរផ្អែមចឹងទៅគឺខ្ញុំថែមទៅដល់ Cold Cup ចឹងណាបងប្អូនតែប៉ុន្តែខ្ញុំញ៉ាំ espresso ទេតែឥឡូវនេះខ្ញុំមកថតវីដេអូគឺយើងត្រូវតែញ៉ាំឲ្យភ្ញៀវមើលចឹងណាចឹងសម្រាប់បងប្អូនយើងដែលចង់មកលេងនៅហាងកាហ្វេរបស់ខ្ញុំចង់មកញ៉ាំអីនៅហ្នឹងគឺអាចមកបានបងប្អូនវាយពាក្យថាកម្លីកាហ្វេ ST06 នៅក្នុង Google Map គឺវា load ឲ្យតែម្ដងចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ